សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ចន្ទរា Academy ចាយើងបន្តចូលមេរៀនកន្សោមពេជ្រយើងបន្តទៀតយើងដល់ប្រហែលធីគុណចាគឺផលគុណកន្សោមពេជ្រគណិតអូនស្គាល់រៀងកន្សោមពេជ្រគណិតទេណាអូនត្រូវទេមានលេខមានអក្សរចាអញ្ចឹងផលគុណគឺប្រហែលធីគុណយើងងាយយើងឃើញមានលេខ4វងកញ្ចក់ 3x បូក2ហ្នឹងណាយើងអានជាពាក្យគណិតវិទ្យាគេអានថា4កាតាឲ្យ 3x បូក2ចាអញ្ចឹង4កាតាឲ្យ 3x បូក2ពាក្យកាតាឲ្យគឺបានធីគុណហ្នឹងឯអូនអញ្ចឹងវាជាបានធីគុណយើងចង់កណនីបានធីគុណគឺយើងគុណវាចូលក្នុងវងកញ្ចក់យើងមានប៉ុន្មានតួយើងគុណចូលប៉ុណ្ណឹងតួអញ្ចឹងក្នុងការគុណយើងគុណមេគុណមួយមេគុណដែលហៅថាលេខគុណលេខមួយលេខអក្សរមួយអក្សរមកអញ្ចឹងពេលនេះ4គុណមួយ3យើងគឺ12 x នៅដដែលសញ្ញាបូក4គុណនឹង2នេះគឺ8ចាបានធីគុណយើងប៉ុណ្ណឹងអ្នកនៅក្រៅគឺជាមេគុណយើងគុណចូលក្នុងអ្នកនៅក្នុងវងកញ្ចក់ប៉ុន្មានតួគុណចូលប៉ុណ្ណឹងចាចប់ចម្លើយយើងទងទី2របស់យើងដក5កាតាឲ្យ x ការ៉េបូក 2x ដក4កុំភ្លេចរបៀបអានអូនណាយើងគិតថាធម្មតាប៉ុន្តែបើយើងអត់ចេះភាសាគណិតវិទ្យានឹងទេពេលគេហៅយើងទៅយើងសេះអត់ចេញទេទីទៅសេពាក្យកតជើងតស្អាអានថាកាតានឹងចុះអញ្ចឹងកាតាគឺបានធីគុណហើយឥឡូវអូនសង្កេតមើលឧទាហរណ៍ទី2នេះគ្រូនៅក្នុងវងកញ្ចក់មានប៉ុន្មានតួអូនចាមាន3តួអ្នកណាជាមេគុណរបស់យើងអូនចាគឺដក5អញ្ចឹងបានធីគុណគឺគុណវាចូលគុណចូលប៉ុន្មានដងអូនត្រូវដឹងថាក្នុងវងកញ្ចក់ប៉ុន្មានអ្នកគុណចូលប៉ុណ្ណឹងដងចាគុណចូលទាំងអស់គ្នាអត់មានភាពលំអៀងទេចាអញ្ចឹងគុណសញ្ញាហើយលេខជាមេគុណហើយបានអាញាតអញ្ចឹងដក5យើងវាមានសញ្ញាដកឡើងនេះមេគុណយើង1ហើយសញ្ញាវាបូកអញ្ចឹងគុណមកសល់ដក1អញ្ចឹង5គុណនឹង1នេះ5 x ការ៉េនៅដល់ដែរទៅទី2ម្ដងមកទី2ម្ដងដកគុណនឹងបូកនេះដក5គុណនឹង2នេះ10 x នៅដល់ដែរចុងក្រោយគេគឺដក5ហ្នឹងគុណ1ដក4នេះចាអញ្ចឹងដកគុណនឹងដកនេះបូក5គុណនឹង4នេះចា20អញ្ចឹងផលគុណជើងគឺប៉ុណ្ណឹងចុងក្រោយគេឧទាហរណ៍កខយើងមានវងកញ្ចក់តែមួយទេហើយអ្នកនៅមុខមេគុណដល់ពេលខ្ទង់ករបស់យើងនេះយើងមានវងកញ្ចក់2យើងអានថា 2x បូក3កាតាឲ្យ x ដក4ចាអញ្ចឹងអូនសម័យចេះអូនសម័យថាយើងមានតែលេខ3មួយមានតែលេខ3មួយ3ជាមេគុណយើងគុណចូលចប់តែឥឡូវយើងមាន2នាក់អញ្ចឹងយើងគុណ2ដងយើងបិទអា3នេះសិនណា 2x ចឹងវាជាមេគុណគុណមកក្រោយប៉ុន្មានដងអូនវងកញ្ចក់ក្រោយប៉ុន្មានតួ2តួអញ្ចឹងគុណវាមក2ដងហើយយើងមើលលេខ3ម្ដងគុណ3 2ដងទៀតដោយប៉ុន្មានធីគុណយើងម្ដងមួយតួម្ដង2តួអញ្ចឹងណាចាអញ្ចឹងដំបូងយើងចាប់យក 2x ទៅគុណនឹងកសោមទី2តោះសញ្ញាបូកហើយវាអត់បញ្ហាទេអញ្ចឹងអានេះមេគុណវា1 2គុណនឹង1នេះ2 1នៅណាណោះត្រូវដឹងថា1ជាធាតុនៅបានធីគុណអញ្ចឹងគេមិនដែលដាក់វាទេព្រោះវាអត់ប្រែប្រួលដល់ពេល x គុណ x ការ៉េតមកទៀតបានដនេះម្ដងគុណ1 4ម្ដងសញ្ញាយើងដកអញ្ចឹងសល់ដក2គុណនឹង4នេះ8អត់មាន x ទេអញ្ចឹង x មានឯងសល់ x ដដែលអញ្ចឹង 2x ចប់ហើយដល់លេខ3ម្ដងគុណ3ម្ដងអូនអញ្ចឹង3នេះសញ្ញាវាអូនសញ្ញាអីគេចាបូកនេះមេគុណ1ចឹង3គុណ1 3x សល់ x ដដែល3គុណដក4នេះសញ្ញាសល់អីអូនចាដកហើយ10 12ចាពេលគុណហើយអូនសង្កេតមើលថាតើមានតួណាដែលមានអថេរដូចគ្នាអត់បើអថេរដូចគ្នាយើងចាប់ផ្ដើមស៊ីសងវាបានអថេរហើយនឹងដឺការ៉េរបស់វាដូចគ្នាលើអថេរយើង x តែនេះ x ការ៉េមាន x ការ៉េអត់ទុកនៅដល់ដែរ 8x 3x x ដូចគ្នាស៊ីសងមេគុណដក8បូក3ឃើញបានអូនដក8បូក3ចាគឺឃើញដក5 x នៅដល់ដែរ
ដក12នៅដកដែរចានេះជាចម្លើយផលគុណរបស់យើងអរគុណច្រើន